ណាគេដូចខ្ញុំខ្លះអ្នកនរគ្នា 5G គេផ្អើលពេញហ្នឹងហើយខ្ញុំមិនទាន់ប្រើ 5G ទេនៅតែប្រើ 4G និងប្រើ Wi-Fi ឡើយទេទោះបីជាទូរស័ព្ទខ្ញុំ support 5G ក៏ដោយតែខ្ញុំកម្រប្រើ 5G មែនទែននៅតែប្រើ 4G ចឹងអ្នកនរគ្នាចឹងក្នុងវីដេអូនេះខ្ញុំប្រាប់ថាម៉េចបាននៅតែប្រើ 4G អ្នកនរគ្នាមកខ្ញុំនៅប្រើ 4G មិនសូវប្រើ 5G គុណសម្បត្តិនិងគុណវិបត្តិរបស់ 5G អូខេអញ្ចឹងសម្រាប់ខ្ញុំវិញចឹងណាគឺបើសិនជាយើងប្រើ 5G គឺតើតើមួយការទេទូរស័ព្ទវាអត់សូវមានទេវាសូវមានសេវាចឹងវាបាក់ខចេញខចូលហើយណាមួយវាស៊ីលុយដែរអ្នកនរគ្នាអញ្ចឹងប្រើ 5G វាលឿនហើយវាស៊ីលុយអញ្ចឹងអ៊ីនធឺណិតយើងធ្លាប់ដាក់មួយអាទិត្យមួយរៀលអីចឹងណាអញ្ចឹង3ថ្ងៃអស់ឡើយ2ថ្ងៃអស់ហើយមួយទៀតយើងប្រើ 5G នៅពេលដែលយើងគួរតែ download កម្មវិធីអី download ឯកសារអីធំយើងអាចប្រើ 5G ទៅបើអត់ទេយើងប្រើ 4G ទៅហើយបើសិនជាអ្នកនរគ្នាមើលវីដេអូចង់មើលវីដេអូច្បាស់ហើយដើរលឿនយើងមើល 5G ទៅថាអត់ទេយើងប្រើ 4G ធម្មតាទេអ្នកនរគ្នាហើយតើតើមួយការផ្ញើ message អីឬក៏ផ្ញើវីដេអូធំអីអ្នកនរគ្នាអាចប្រើ 5G ទៅដើម្បីឲ្យវាដើរលឿនអញ្ចឹងណាអញ្ចឹងបើសិនជាអ្នកនរគ្នាគិតថាអូខេធម្មតាផ្ញើ 4G ក៏បាន 5G ក៏បានដែរសម្រាប់ខ្ញុំប្រើ 5G នៅពេលដែលខ្ញុំប្រើវីដេអូផ្ញើវីដេអូធំអញ្ចឹងណាបើអត់ទេ 4G ហើយ Wi-Fi អ្នកនរគ្នាអញ្ចឹងអត់ដែរសូវប្រើ 5G ប្រហែលទេតាំងពីចេញមកបានជាង1ខែហើយអ្នកនរគ្នាកន្លះខែហើយអញ្ចឹងនៅតែ 4G ដដែលទេហើយណាមួយយើងប្រើ 4G ទៅវានៅសំថ្មយើងអញ្ចឹងណាអ្នកនរគ្នាថ្មយើង battery life របស់ទូរស័ព្ទយើងហ្នឹងវាបានយូរដែរព្រោះវាប្រើ 5G វាស៊ីថ្មអ្នកនរគ្នាវាស៊ីថ្មឲ្យធ្វើទូរស័ព្ទយើងក្តៅអញ្ចឹងនៅពេលដែលក្តៅហើយធ្វើទូរស័ព្ទថ្មរបស់ទូរស័ព្ទយើងហ្នឹងឆាប់ខូចឆាប់អីចឹងណាអញ្ចឹងយើងប្រើ 4G សិនទៅអ្នកនរគ្នាចាំបាច់ចាំប្រើបើអត់ទេនៅផ្ទះនៅអីយើងទៅហាងកាហ្វេយើងប្រើ Wi-Fi ទៅអ្នកនរគ្នា 5G វាដឹងតែលឿននឹងអីហើយក៏តែយើងសំចៃវាដែរអញ្ចឹងណាសំចៃលុយសំចៃថ្មទូរស័ព្ទយើងអញ្ចឹងណាអ្នកនរគ្នាពេលណាចាំបាច់យើងប្រើព្រោះវាលឿនវាលឿនហើយតែ 4G ក៏វាមិនណយដែរអ្នកនរគ្នាអាចព្រោះយើងស៊ាំឲ្យ 4G មកធ្វើ Facebook TikTok អីបាទវាមិនជាខុសគ្នាប្រហែលអ្នកនរគ្នាអញ្ចឹងមកយើងស៊ាំអីយើងប្រើនឹងទៅអូខេអញ្ចឹងវីដេអូថ្ងៃនេះមានប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាចង់ប្រើ 4G 5G អីចង់ download អីបទចម្រៀងអីធំអីដាក់ 5G ទៅបើថាអូស TikTok Facebook អីទេ 4G នៅតែជាជម្រើសល្អហើយបាទជម្រើសល្អបំផុតគឺ internet Wi-Fi Goodbye see you